បាទថ្ងៃនេះក្នុងនាមខ្ញុំជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាពិតជាមានសេចក្តីសំណោះរីករាយយ៉ាងក្រៃលែងបាទនឹងមោទនភាពយ៉ាងខ្លាំងមែនទែនបាទដែលបានឃើញថាកន្លងមកនេះតំបន់វត្តសាស្ត្រអង្គរយើងបានជាប់ជាដំណាក់ថ្នាក់ជាច្រើននៅលើឆាកអន្តរជាតិបាទនេះគឺជាមោទនភាពចំពោះអង្គរក៏ដូចជាមោទនភាពចំពោះកម្ពុជាយើងផងដែរបាទដូច្នេះខ្ញុំបាទសូមរំលឹកគឺថាកន្លងមកនេះយើងបានឃើញថានៅឆ្នាំ2014បាទមានគេទំព័រមួយដែលគេហៅថា Archeo Madness បាទដែលជាគេទំព័រមួយដែលតែងតែយកតំបន់ប្រវត្តិសាស្ត្រនៅលើពិភពលោកបាទទាំងអស់មកប្រៀបធៀបគ្នាបាទហើយតាមរយៈការបោះឆ្នោតនេះយើងបានឃើញថាតំបន់អង្គរយើងបានជាប់លេខ1បាទនៅដើមឆ្នាំ2015យើងក៏បានឃើញដែរគឺថាគេទំព័រ TripAdvisor បាទគាត់ក៏បានបញ្ចេញបញ្ជីមួយបាទដែលគេហៅថា Traveler Choice បាទដែលជាជម្រើសរបស់ភ្ញៀវទេសចរអន្តរជាតិនោះក៏បានឃើញថាតំបន់វត្តសាស្ត្រអង្គរយើងបានជាប់លេខ1ជាថ្មីម្ដងទៀតផងដែរបាទហើយប្រហែលថ្ងៃកន្លងមកនេះយើងក៏បានឃើញថាក្រុមហ៊ុនLonely Planet បាទដែលជាប្រភពព័ត៌មានដែលតែងតែផ្ដល់ព័ត៌មានតាមរយៈគេទំព័រក៏ដូចជាទស្សនាវដ្តីឬក៏សៀវភៅនោះគាត់ក៏បានបញ្ចេញបញ្ជីមួយផងដែរដែលគាត់ហៅថា Ultimate Travel List បាទនេះគឺជាបញ្ជីមួយដែលប្រមូលតំបន់ទេសចរជាច្រើនទាំងអស់នៅលើពិភពលោកហើយក៏បានឃើញថាជាថ្មីម្ដងទៀតតំបន់អង្គរយើងបានជាប់លេខ1តែម្ដងបាទដូច្នេះតាមរយៈគេទំព័រទាំង3នេះយើងបានឃើញថាតំបន់អង្គរយើងបានជាប់លេខ1ក្នុងនាមជារមណីយដ្ឋានប្រវត្តិសាស្ត្របាទតាមរយៈ Archeo Madness នោះដែលឆ្លុះបញ្ចាំងតំបន់បេតិកភណ្ឌតំបន់បុរាណវិទ្យាហើយជាពិសេសតាមរយៈTripAdvisor និង Lonely Planet យើងក៏បានឃើញថាគឺជាតំបន់ទេសចរមួយដែលពេញចិត្តដោយភ្ញៀវទេសចរអន្តរជាតិបាទហើយក៏សូមបញ្ជាក់ផងដែរគឺថានៅក្នុងបញ្ជីនេះយើងក៏បានឃើញថាមានតំបន់បេតិកភណ្ឌតំបន់ទេសចរជាច្រើនដែលយើងចាត់ទុកថាជាតំបន់ដែលល្បីបាទដូចជា Taj Mahal នៅប្រទេសឥណ្ឌា Machu Picchu នៅប៉េរូដូចពីរ៉ាមីតនៅអេស៊ីបនោះគាត់ក៏បានចូលក្នុងបញ្ជីផងដែរបាទក៏ប៉ុន្តែយ៉ាងណាក៏ដោយគឺថាតំបន់អង្គរយើងគឺបានជាប់លេខ1បាទដូច្នេះនេះគឺជាមោទនភាពចំពោះតំបន់អង្គរហើយនៅកម្ពុជាតម្លៃនេះគឺជាឱកាសមួយដ៏ល្អបំផុតចំពោះខ្ញុំបាទក្នុងនាមជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបាទចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រុមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោយើងដែលបានខិតខំដឹកនាំកម្ពុជាឲ្យរីកចម្រើននៅក្នុងគ្រប់វិស័យបាទជាពិសេសនៅក្នុងវិស័យទេសចរនេះតែម្ដងបាទដល់ឡែកយើងអាចសួរថាតើរាជរដ្ឋាភិបាលកម្ពុជាយើងបានធ្វើអ្វីខ្លះចំពោះការរៀបចំតំបន់អង្គរហើយដែលបច្ចុប្បន្ននេះបានទទួលចំណាត់ថ្នាក់ជាច្រើនទៅលើឆាកអន្តរជាតិបាទដូច្នេះខ្ញុំបាទសូមរំលឹកផងដែរគឺថានៅឆ្នាំ1992គឺថារាជរដ្ឋាភិបាលកម្ពុជាយើងបានរៀបចំបានផ្ដើមគំនិតបានរៀបចំឯកសារដើម្បីបញ្ចូលតំបន់អង្គរចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បាទក៏ប៉ុន្តែដោយសារស្ថានភាពនៃចំនួននោះគឺថាយើងមានការខ្វះខាតនៃទៅលើបទដ្ឋានគតិយុត្តក៏ដូចជាអាជ្ញាធរដើម្បីគ្រប់គ្រងតំបន់អង្គរនោះយើងបានស្ថិតចូលនៅក្នុងបញ្ជីមួយដែលគេហៅថាបេតិកភណ្ឌប្រឈមនៃការគ្រោះថ្នាក់បាទ in the heritage in list endangered list បាទហើយពេលដែលយើងបានចូលនៅក្នុងបញ្ជីប្រឈមនៃការគ្រោះថ្នាក់នោះគឺថាអង្គការ UNESCO បានផ្ដល់លក្ខខណ្ឌមួយចំនួនបាទដូច្នេះគឺថាលក្ខខណ្ឌទី1បានផ្ដល់ទៅលើការរៀបចំគណៈកម្មការអន្តរជាតិការរៀបចំបទដ្ឋានគតិយុត្តការរៀបចំអាជ្ញាធរហើយនឹងរៀបចំច្បាប់នានាដូច្នេះខ្ញុំសូមរំលឹកឡើងវិញគឺថាតើយើងបានធ្វើអ្វីខ្លះដើម្បីឆ្លើយតបនៃលក្ខខណ្ឌទាំងអស់នេះបាទគឺថានៅឆ្នាំ1993បាទយើងបានបង្កើតគណៈកម្មការ ICC អង្គរបាទដែលខ្មែរហៅថាគណៈកម្មការអន្តរជាតិដើម្បីសម្របសម្រួលការងារនៅតំបន់អង្គរដែលមានប្រទេសបារាំងនិងប្រទេសជប៉ុនដែលជាសហប្រធានបាទហើយសូមបញ្ជាក់ផងដែរគឺថាកម្ពុជាយើងហើយក៏អប្សរាក៏ជាសមាជិកដៃគូពាក់ព័ន្ធផងដែរនៅក្នុងគណៈកម្មការនេះបាទហើយបច្ចុប្បន្នយើងបានឃើញថាសមាជិកនៃគណៈកម្មការ ICC នេះមានទៅដល់18ប្រទេសនោះបាទដែលជារៀងរាល់ឆ្នាំយើងតែងតែប្រជុំបាទមួយឆ្នាំ2ដងដើម្បីពិភាក្សាគ្នាទាក់ទិននឹងការងារអភិរក្សក៏ដូចជាការងារអភិវឌ្ឍក្នុងតំបន់អង្គរផងដែរបាទហើយយើងបានសង្កេតឃើញថាបច្ចុប្បន្ននេះ ICC អង្គរយើងគឺជាគំរូមួយទៅលើឆាកអន្តរជាតិបាទនេះគឺជាមោទនភាពផងដែរដែលពីមុនមកយើងអត់ដែលមានគណៈកម្មការអន្តរជាតិទេក៏ប៉ុន្តែកន្លងមកនេះចាប់ពី93ដល់សប្តាហ៍ថ្ងៃនេះគឺថាឆាកអន្តរជាតិជាពិសេស UNESCO បានចាត់ទុកថា ICC អង្គរនេះជាគំរូមួយចំពោះឆាកអន្តរជាតិបាទបន្ទាប់មកនៅឆ្នាំ1994គឺថាយើងបានរៀបចំតំបន់បាទគេហៅថា zoning ដែលយើងបានកំណត់ថានៅក្នុងតំបន់អង្គរនោះយើងមានតំបន់15តាមតំបន់ zone 1 zone 2 zone 3 zone 4 zone 5នោះហើយដែលយើងបានកំណត់ច្បាស់គឺថាទូនីតិក៏ដូចជាអ្វីខ្លះដែលអាចធ្វើបាននៅក្នុងតំបន់ទី1ឬទី2ទី3ទី4ទី5បាទនេះគឺជាលក្ខខណ្ឌមួយដែលយើងបានឆ្លើយតបច្បាស់ទៅអង្គការ UNESCO ហ
ហើយឈានទៅដល់1995គឺថាយើងបានបង្កើតអាជ្ញាធរជាតិមួយបាទដែលមានតួនាទីគឺថាការពារនិងអភិរក្សនិងអភិវឌ្ឍតំបន់អង្គរឲ្យជីវភាពហើយគឺថាអាជ្ញាធរជាតិនេះគឺជាអាជ្ញាធរអប្សរាបាទហើយនេះគឺជាលក្ខខណ្ឌមួយដែលចំពោះគណៈកម្មការ ICC អង្គរដែលបានដាក់លក្ខខណ្ឌគឺថាត្រូវតែបង្កើតដៃគូមួយបាទដើម្បីសហការជាមួយ ICC អង្គរនោះដើម្បីរៀបចំនៅក្នុងតំបន់អង្គរអញ្ចឹងអាជ្ញាធរជាតិអប្សរាគឺជាលក្ខខណ្ឌចំពោះអង្គការ UNESCO ផងដើម្បីគ្រប់គ្រងតំបន់អង្គរហើយក៏ជាលក្ខខណ្ឌដៃគូមួយចំពោះគណៈកម្មការ ICC ផងដែរបាទបន្ទាប់មកនៅឆ្នាំ1996គឺថារាជរដ្ឋាភិបាលកម្ពុជាយើងបានបង្កើតច្បាប់ដើម្បីការពារបេតិកភណ្ឌបាទនេះគឺជាមូលដ្ឋានគតិយុត្តដើម្បីការពារបេតិកភណ្ឌហើយលើសពីនេះយើងក៏បានបង្កើតយន្តការមួយបាទយន្តការដើម្បីការពារបេតិកភណ្ឌគឺយើងបានបង្កើតបលិសបេតិកភណ្ឌក៏ដូចជាបលិសទេសចរផងដែរបាទឈានចូលមក1997គឺថារាជរដ្ឋាភិបាលកម្ពុជាយើងបានអនុវត្តគោលនយោបាយគេហៅថា Open Sky Policy បាទបើកចំហជើងមេឃបាទដែលគឺជាគោលនយោបាយមួយដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរអន្តរជាតិបាទជិតឬឆ្ងាយនោះបានហោះត្រង់តែម្ដងបាទពីប្រទេសគាត់មកកម្ពុជាតែម្ដងហើយនេះគឺជាមូលដ្ឋានមួយដែលសំខាន់ចំពោះវិស័យទេសចរដោយសារថាឥឡូវយើងមានជា accessibility បាទជាច្រកចូលដើម្បីឲ្យភ្ញៀវទេសចរគាត់ចូលមក direct តែម្ដងចូលកម្ពុជាយើងបាទហើយអ្វីដែលសំខាន់នោះគឺថានៅឆ្នាំ1998គឺថាយើងបានអនុវត្តបាទតាមការផ្ដាំគំនិតហើយនឹងអនុវត្តដ៏ជោគជ័យរបស់សម្ដេចតេជោ ហ៊ុនសែនយើងគឺថានយោបាយឈ្នះឈ្នះបាទដែលតាមរយៈនយោបាយនេះគឺថាយើងបានឃើញថាមានការបង្រួបបង្រួមជាតិក៏ដូចជាការមានសន្តិភាពសុខភាពស្ថិរភាពនយោបាយនៅទូទាំងប្រទេសតែម្ដងបាទហើយនេះគឺជានយោបាយគោលតែម្ដងចំពោះវិស័យទេសចរបាទដែលធ្វើឲ្យទេសចរគាត់មិនមានភាពខ្លាចក៏មានភាពបារម្ភអីទេពេលគាត់ទស្សនានៅកម្ពុជាយើងហ្នឹងហើយឃើញថានេះគឺជាចំណុចដ៏ល្អបំផុតចំពោះវិស័យទេសចរកម្ពុជាយើងបាទតម្លៃយោងទៅលើការខិតខំទាំងអស់នេះណានៅឆ្នាំ1992យើងបានបញ្ចូលតំបន់អង្គរនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក93យើងបានបង្កើត ICC អង្គរ94យើងបានបង្កើត zoning នៅក្នុងតំបន់អង្គរ95បានបង្កើតអាជ្ញាធរជាតិមួយដើម្បីជាដៃគូរបស់ ICC និងដើម្បីគ្រប់គ្រងតំបន់អង្គរ96យើងបានរៀបចំមូលដ្ឋានគតិយុត្តគឺជាយន្តការដើម្បីការពារបេតិកភណ្ឌតាមរយៈច្បាប់ការពារបេតិកភណ្ឌហ្នឹង97យើងបានអនុវត្តគោលនយោបាយ Open Sky Policy 98យើងបានអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះហើយនេះហើយដែលបានធ្វើឲ្យអង្គការ UNESCO នៅឆ្នាំ2004បាទបានសម្រេចចិត្តបាទដកតំបន់អង្គរយើងចេញពីបញ្ជីប្រឈមនៃការគ្រោះថ្នាក់ដល់ឡែកយើងបានសង្កេតឃើញថានៅឆ្នាំ2004នោះពេលដែលយើងបានពេលអង្គរបានបើចេញពីបញ្ជីប្រឈមនៃការគ្រោះថ្នាក់នោះចំនួនភ្ញៀវទេសចរដែលបានមកទស្សនានៅក្នុងកម្ពុជាបានកើនខ្លាំងមែនទែនបាទ50% បាទគឺថាយើងសង្កេតឃើញថានៅឆ្នាំ2003បាទចំនួនភ្ញៀវទេសចរមកកម្ពុជាតាមខ្ញុំចំណាំមានតែអាច70,000នឹងពេលនេះបាទ70,000ប្រហែលប៉ុណ្ណឹង70,000បាទហើយពេលដែលយើងបានដកចេញពីបញ្ជីប្រឈមនៃការគ្រោះថ្នាក់នេះចំនួនភ្ញៀវទេសចរកើនជាង50%ដល់1,500,000នោះបាទ1,500,000បាទអញ្ចឹងតើនេះមានន័យថាម៉េចនេះហើយគឺជាដែលយើងតែងតែនិយាយថាស្ថិតិអាចនិយាយបានគឺថាយើងឃើញថាពេលដែលយើងដកចេញហ្នឹងភ្ញៀវឡើងភ្ញៀវចាប់អារម្មណ៍ភ្លាមបាទអញ្ចឹងមានន័យថាទោះបីថានៅកម្ពុជាបាទមានតំបន់ទេសចរជាច្រើនតំបន់អេកូទេសចរដូចជានៅខាងមណ្ឌលគិរីរតនគិរីឬក៏តំបន់ឆ្នេរហ្នឹងដែលក្រសួងទេសចរបានខិតខំជំរុញបច្ចុប្បន្ននេះគឺថាជាគោលជាពលគឺថាវិស័យទេសចរនៅកម្ពុជាគឺជាវិស័យទេសចរវប្បធម៌បាទហើយដែលយើងតែងតែនិយាយថាទេសចរវប្បធម៌យើងសំដៅទៅលើតំបន់អង្គរតែម្ដងបាទហើយនេះជាភស្តុតាងច្បាស់លាស់គឺថាពេលយើងឃើញថាតំបន់អង្គរនឹងមិនមែនប្រឈមនឹងការបញ្ហាទេភ្ញៀវគាត់មកភ្លាមហ្មងបាទគាត់មកភ្លាមហើយមកកម្ពុជាភ្លាមហើយមកហ្នឹងមកតំបន់អង្គរតែម្ដងអញ្ចឹងវាបញ្ជាក់ច្បាស់គឺថានៅកម្ពុជាវិស័យទេសចរគឺជាទេសចរវប្បធម៌ហើយពេលដែលយើងនិយាយពីទេសចរវប្បធម៌យើងសំដៅទៅលើតំបន់អង្គរដែលជាបេះដូងនៃវិស័យទេសចរវប្បធម៌ដូចជាបេះដូងនៃទេសចរកម្ពុជាផងដែរបាទ
ដល់ឡែកយើងបានសង្កេតឃើញថានៅឆ្នាំ2004បាទទោះបីថាចំនួនភ្ញៀវទេសចរគាត់បានចាប់ផ្ដើមកើនឡើងសន្ទុះឡើងគឺថាយើងក៏មិនទាន់ខ្លាយទៅជាតំបន់មួយដែលល្បីល្បាញខ្លាំងនៅលើឆាកអន្តរជាតិទេបាទហើយកន្លែងនេះគឺថាសូមថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំខ្លាំងមែនទែនបាទចាប់ពី2004ហ្នឹងដើម្បីផ្សព្វផ្សាយតំបន់អង្គរយើងទៅឆាកអន្តរជាតិសូមថ្លែងអំណរគុណចំពោះក្រសួងទេសចរដែលបានខិតខំបាទរៀបចំជាពិព័រណ៍ដើម្បីទៅក្រៅប្រទេសគូពេលខ្លះទទួលពីព្រឹត្តិការណ៍វិញនៅក្នុងប្រទេសយើងដើម្បីផ្សព្វផ្សាយអំពីវិស័យទេសចរនៅកម្ពុជាហើយក៏ផ្សព្វផ្សាយអំពីតំបន់អង្គរផងដែរបាទខ្ញុំសូមរំលឹកព្រឹត្តិការណ៍មួយចំនួនដែលយើងបានឃើញថាទទួលជោគជ័យខ្លាំងមែនទែនបាទនៅឆ្នាំ2013បាទយើងបានឃើញថាប្រទេសកម្ពុជាយើងបានធ្វើជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបាទដល់ឡែកពេលដែលយើងជាប្រធាននេះយើងមានតួនាទីរៀបចំកិច្ចប្រជុំបាទដែលប្រចាំម្ដងហ្នឹងនៅប្រទេសខ្លួនឯងដូច្នេះកម្ពុជាយើងបានរៀបចំកិច្ចប្រជុំមួយដែលមហាអស្ចារ្យបាទយើងបានឃើញថាចំនួនគណៈបដិភូបាទដែលមកចូលរួមកិច្ចប្រជុំបាទលើកទី37នេះនៅគេហៅថាគណៈកម្មការបេតិកភណ្ឌពិភពលោកនោះមានចំនួនច្រើនមែនទែនបាទមានឆ្នាំ1500នាក់បាទហើយខ្ញុំផ្ទាល់បានចូលរួមហើយខ្ញុំផ្ទាល់ក៏តែងតែចូលរួមផងដែរในកិច្ចប្រជុំនៅលើឆាកអន្តរជាតិដែលរាល់ឆ្នាំគេដូរប្រធានហ្នឹងហើយខ្ញុំបានឃើញថាជាមធ្យមជាភាគច្រើនអត់មានប្រទេសណាបានទទួលចំនួនភ្ញៀវគណៈបដិភូដល់1500នាក់ទេបាទអញ្ចឹងនេះគឺជាកិត្តិយសផងដែរចំពោះកម្ពុជាយើងដែលបានរៀបចំកិច្ចប្រជុំដ៏ល្អហើយពេលគេមកចូលច្រើនតែម្ដងបាទហើយឆ្នាំ2015នេះយើងក៏បានឃើញថាយើងបានរៀបចំកិច្ចប្រជុំមួយទៀតបាទគេហៅថា UNESCO UNWTO បាទដែលជាអង្គការទេសចរពិភពលោក General Conference បាទទៅលើ on cultural and tourism បាទនេះគឺជាលើកទី1ហើយដែលអង្គការទេសចរពិភពលោកសហការជាមួយអង្គការ UNESCO ដើម្បីរៀបចំកិច្ចមហាសន្និបាតមួយធំបាទដែលស្ដីពីអំពីទេសចរនិងវប្បធម៌បាទហើយយើងបានឃើញថាចំនួនភ្ញៀវក៏ដូចជាគណៈអន្តរភូមិចូលរួមច្រើនមែនទែនបាទហើយជាលើកទី1ហើយដែលគាត់បានរៀបចំហើយក៏បានធ្វើនៅសៀមរាបបាទអញ្ចឹងនេះគឺជាមោទនភាពផងដែរបាទហើយយើងក៏បានឃើញដែរគឺថាក្នុងរយៈពេល3ឆ្នាំកន្លងមកនេះគឺថាសហព័ន្ធយុវជនកម្ពុជាបានរៀបចំព្រឹត្តិការណ៍តាមពិតជាមហាព្រឹត្តិការណ៍បាទដោយសារយើងបានឃើញថាកន្លងមកនេះចូលរួមជា1លានអ្នកជាងនោះបាទគឺតាំងពី3ឆ្នាំនោះហើយគឺថាយើងបានរៀបចំអង្គរសង្ក្រាន្តបាទដែលជាឱកាសមួយបាទដែលជាព្រឹត្តិការណ៍ដែលជាឱកាសមួយផ្ដល់ជូនទៅប្រជាពលរដ្ឋខ្មែរក្នុងនាមជាមហាគ្រួសារក៏ដូចជាទេសចរជាតិនិងអន្តរជាតិផងដែរដើម្បីចូលរួមដៃទាំងអស់គ្នាដើម្បីអបអរសាទរចូលឆ្នាំខ្មែរតាមរយៈព្រឹត្តិការណ៍ទាំងអស់នេះក៏ដូចជាការខិតខំរបស់ក្រសួងទេសចរយើងបានឃើញថាភ្ញៀវទេសចរគាត់កាន់តែស្គាល់តំបន់អង្គរយើងហើយយើងបានឃើញថាតួលេខនៃចំនួនទេសចរដែលមកទស្សនាតំបន់គាត់កាន់ឡើងខ្លាំងមែនទែនបាទហើយយើងក៏ត្រូវរំលឹកផងដែរគឺថាការខិតខំរបស់អាជ្ញាធរជាតិអប្សរាបាទដើម្បីគឺថារៀបចំតំបន់ឲ្យសមស្របដើម្បីទទួលភ្ញៀវទេសចរអញ្ចឹងខ្ញុំសម្ដៅទៅលើការអភិរក្សបាទន័យថាបើសិនពេលទេសចរមកកាន់តែច្រើនហើយយើងមិនមានការខិតខំដើម្បីជួសជុលប្រាសាទឬក៏ការធានាកុំឲ្យថាពេលភ្ញៀវមកគ្រោះថ្នាក់ពេលគាត់ឡើងប្រាសាទដើរមើលប្រាសាទហ្នឹងក៏មិនអាចធ្វើរួចដែរបាទដូច្នេះតាំងពីឆ្នាំ1995មកគឺថាអាជ្ញាធរជាតិអប្សរាយើងបានខិតខំយ៉ាងច្រើនយ៉ាងខ្លាំងគឺថាក្នុងវិស័យអភិរក្សបាទយើងបានឃើញថាប្រាសាទខ្លះយើងបានជួសជុល10ឆ្នាំនោះបានហើយកន្លែងខ្លះទៀត19ឆ្នាំមិនទាន់ហើយផងចឹងឃើញថានៅបាយ័នបាទដែលចាសាកំពុងតែជួសជុលហ្នឹងគាត់បានចំណាយពេលវេលាឥឡូវ19ឆ្នាំហើយតាមខ្ញុំដឹងគឺថាទើបតែបាន1/3ទេនៃប្រាសាទបាយ័នបាទដល់ឡែកបច្ចុប្បន្នយើងបានសង្កេតឃើញថាតាមរយៈការខិតខំរបស់អាជ្ញាធរក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានិងកិច្ចសហការដ៏ល្អជាមួយ ICC អង្គរនេះគឺថាខ្មែរយើងឥឡូវនេះមានចំណេះក្នុងការជួសជុលប្រាសាទនេះពេលដែលយើងកិច្ចសហការជាមួយការដ្ឋានអន្តរជាតិនោះយើងក៏បានឃើញថាពេលនោះមានជំនាញការបរទេសបាទដែលគាត់បានពង្រៀនខ្មែរយើងឲ្យចេះជួសជុលឲ្យចេះធ្វើរបាយការណ៍ឲ្យចេះធ្វើអាវ៉ង់តែហ្នឹងហើយបានឃើញថាបច្ចុប្បន្ននេះប្រាសាទខ្លះឥឡូវនេះគឺថាខ្មែរទាំងស្រុងតែម្ដងគាត់ចេះជួសជុលបាទដូចជាប្រាសាទលលៃឬបាគងហ្នឹងគឺថាខ្មែរទាំងមូលតែម្ដងដែលជួសជុលប្រាសាទហ្នឹងបាទគឺថាគាត់បានទទួលចំណេះពីជំនាញការបរទេសដែលបានប្រោះបណ្ដាលតាំងពី10-20ឆ្នាំមុនហ្នឹងហើយឥឡូវនេះគាត់ថាមានចំណេះគ្រប់គ្រាន់ដើម្បីជួសជុលខ្លួនឯងផងហើយគាត់ក៏កំពុងតែបណ្ដុះបណ្ដាលយុវជនដែលមានបំណងចូលនៅក្នុងវិស័យហ្នឹងផងដែរបាទអញ្ចឹងនេះហើយគឺជាការចំណេញនៃការសហការជាមួយថៃអន្តរជាតិនេះការជួសជុលប្រាសាទផងក៏ប៉ុន្តែយើងបានចំណេះក្នុងការចេះជួសជុលប្រាសាទខ្លួនឯងផងហើយបច្ចុប្បន្នដែលល្អឃើញថាគាត់កំពុងតែផ្ទេរចំណេះនេះទៅចំនួនក្រោយផងដែរនេះហើយគឺជាថាអភិរក្សនិងអភិវឌ្ឍដោយជីវភាព
ហើយលើសពីការអភិរក្សនោះយើងក៏បានរៀបចំសេវាច្រើនដើម្បីបម្រើសេវាទេសចរក្នុងតំបន់អង្គរណាដូចជាផ្លូវដើម្បីសម្រួលចរាចរណ៍ដូចជាចំណតឡានដូចជាគុណអនាម័យណាដូចជាការរៀបចំលំហនៅក្នុងប្រាសាទនានាដាក់ប៉ាណូផ្ទាំងព័ត៌មានដើម្បីប្រាប់ផ្ដល់ព័ត៌មានទៅភាពទេសចរហ្នឹងគឺជាការខិតខំរបស់អាជ្ញាធរយើងបាទហើយលើសពីនេះយើងក៏បានបង្កើតយើងក៏មានក្រុមការងារពិសេសមួយហៅថាក្រុមការងារសហគមន៍បាទដែលគាត់តែងតែចុះទៅក្នុងភូមិនីមួយៗក្នុងតំបន់អង្គរដើម្បីអប់រំដើម្បីបញ្យលប្រជាពលរដ្ឋដើម្បីបងប្អូនសហគមន៍គាត់យល់ឲ្យច្បាស់អំពីគុណតម្លៃរបស់បេតិកភណ្ឌក៏ដូចជាហេតុផលដែលយើងត្រូវតែការពារអភិរក្សបាទជូនទៅដល់ប្រជាពលរដ្ឋបាទដល់ហើយចំពោះការងារអភិវឌ្ឍនៅក្នុងតំបន់អង្គរនេះគឺថាអាជ្ញាធរអប្សរាយើងបានផ្ដល់អត្ថប្រយោជន៍ខ្លាំងទៅលើវិស័យទេសចរបាទហើយយើងបានសង្កេតឃើញថាពេលនៅឆ្នាំ2004ណាពេលដែលយើងឃើញសន្ទុះភ្ញៀវទេសចរឡើងមកខ្លាំងហ្នឹងយើងបានរៀបចំផែនការទេសចរហើយក៏ប៉ុន្តែនៅឆ្នាំ2010យើងបានឃើញថាសន្ទុះឡើងកាន់តែខ្លាំងមែនទែនតែម្ដងតម្លៃដែលធ្វើឲ្យយើងបានគិតថាយើងត្រូវតែកែសម្រួលឬតែមានផែនការទេសចរមួយទៀតដើម្បីបម្រើភ្ញៀវទេសចរដែលកាន់តែឡើងខ្លាំងមែនទែនបាទដោយសារជំនាន់នោះយើងអាចបានរំពឹងទុកទេគឺថាភ្ញៀវទេសចរដែលអាចមកទស្សនាអង្គរនោះឈានទៅដល់បច្ចុប្បន្នឥឡូវឃើញថានៅឆ្នាំ2014ភ្ញៀវទេសចរមកអង្គរ4លាននាក់ហើយ4លាននាក់ជាងហើយបាទដូច្នេះគឺថាយើងជាការចាំបាច់ត្រូវតែមានការវិវត្តការរៀបចំផែនការថ្មីមួយបាទដើម្បីបម្រើទេសចរឲ្យជីវភាពដល់ឡែកនៅឆ្នាំ2010នោះគឺថាអាជ្ញាធរអប្សរាបានផ្ដើមគណិតបាទថាឲ្យតាមរយៈ ICC អង្គរនេះបានទទួលការឧបត្ថម្ភពីប្រទេសអូស្ត្រាលីបាទដែលគាត់បានឧបត្ថម្ភជាថវិកាផងហើយក៏ជាពិសេសបានផ្ដល់ចំណេះតាមរយៈក្រុមហ៊ុនឯកជនមួយដែលមានជំនាញនៃការសរសេរផែនការក៏ដូចជាការរៀបចំតំបន់បេតិកភណ្ឌតម្លៃក្រុមការដឹកនាំរបស់ UNESCO បាទមួយខាងយើងមានរដ្ឋាភិបាលកម្ពុជាយើងមានតាមក្រសួងទេសចរមានអប្សរាហើយមួយខាងទៀតមានខាងប្រទេសអូស្ត្រាលីដែលមានក្រុមហ៊ុនជំនាញខាងរៀបចំផែនការនេះបានសហការគ្នាបាទដើម្បីសរសេរផែនការមួយដើម្បីឲ្យដឹងឲ្យច្បាស់ទីមួយគឺថាបញ្ហាអីខ្លះកំពុងតែកើតឡើងនៅក្នុងតំបន់អង្គរតាក់ទងវិស័យទេសចរទី2យើងបានសរសេរច្បាស់តើយើងធ្វើម៉េចដើម្បីដោះស្រាយបញ្ហាហ្នឹងយន្តការមិនខ្លះយុទ្ធសាស្ត្រមិនខ្លះដើម្បីដោះស្រាយបញ្ហាហ្នឹងហើយយើងធ្វើម៉េចដូច្នេះនៅឆ្នាំ2013គឺថាយើងបានសរសេរចប់នៃផែនការនេះគឺជាសភៅមួយដែលមានជិត200ទំព័រដែលបានសរសេរច្បាស់តើយើងធ្វើយ៉ាងណាដើម្បីគ្រប់គ្រងតំបន់អង្គរឲ្យជីវភាពបាទដល់ឡែកនៅក្នុងឆ្នាំចុងឆ្នាំ2013អប្សរាបានបង្កើតជាក្រុមការងារមួយដែលគេហៅថាក្រុមការងារដើម្បីអភិវឌ្ឍផែនការគ្រប់គ្រងទេសចរបាទដែលហៅកាត់ថា TMP Tourism Management Plan បាទដែលក្រុមការងារនេះដែលខ្ញុំផ្ទាល់ជាប្រធាននៃក្រុមការងារនេះតែងតែខិតខំដើម្បីអនុវត្តតាមផែនការនេះបាទហើយជាគោលតើយើងយើងខិតខំធ្វើយ៉ាងណាដើម្បីបម្រើសេវាទេសចរឲ្យប្រសើរបាទឲ្យភ្ញៀវទេសចរគាត់ពេញចិត្តពេលដែលគាត់មកទស្សនាតំបន់អង្គរនេះក៏ប៉ុន្តែមួយខាងទៀតខិតខំធ្វើយ៉ាងណាដើម្បីកាត់បន្ថយភាពអវិជ្ជមានឲ្យនៅសល់តិចបំផុតបាទខិតខំកុំឲ្យខូចប្រាសាទជាសាមញ្ញទៅនេះគឺថាភ្ញៀវគាត់មកសប្បាយក៏ប៉ុន្តែកុំឲ្យប៉ះពាល់ទៅលើតំបន់អង្គរយើងបាទដែលសំដៅទៅលើប្រាសាទផងបាទកុំឲ្យគាត់គូសទៅលើថ្មឲ្យជិះជាន់ប្រាសាទកុំឲ្យគាត់ទៅធ្វើកេះប្រាសាទប៉ះស្ទីបអាឡូងហ្នឹងវាអាចខូចប្រាសាទបាទហើយមួយខាងទៀតគឺថាកុំឲ្យគាត់ធ្វើឲ្យប៉ះពាល់ទៅដល់វប្បធម៌យើងបាទដូចជាពេលខ្លះគាត់តែងតែមកតំបន់អង្គរចូលប្រាសាទក៏អត់ដឹងពាក់អាវខ្លីៗមែនទែនដោយសារប៉ះពាល់ទៅដល់វប្បធម៌របស់យើងបាទហើយប៉ះពាល់ដល់បរិស្ថានទៀតបាទគឺថាយើងឃើញហើយគឺថាភ្ញៀវខ្លះគាត់ចោលសម្រាមចោលអីហ្នឹងគឺថាមានការអប់រំជូនគាត់បាទដូច្នេះដល់ឡែកមួយខាងយើងធ្វើម៉េចឲ្យគាត់ដើរសប្បាយក្នុងតំបន់អង្គរហ្នឹងរៀបចំផ្លូវឲ្យស្រួលឲ្យគាត់ដើរមានផ្ទាំងព័ត៌មានល្អហើយក៏ប៉ុន្តែអប់រំគាត់ទៅវិញគឺថាធ្វើយ៉ាងណាកុំឲ្យគាត់ប៉ះពាល់ខ្លាំងពេកទៅលើវិស័យទៅលើតំបន់អង្គររបស់យើងបាទហើយដើម្បីអនុវត្តផែនការគ្រប់គ្រងទេសចរនេះឲ្យជោគជ័យគឺថាក្រុមការងារឈលលើគោលការណ៍កិច្ចសហការគ្នាបាទគឺថារាល់គម្រោងដែលយើងនឹងធ្វើគឺថាយើងតែងតែពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធទាំងអស់បាទដែលកន្លងមកនេះយើងបានរៀបចំកិច្ចប្រជុំបាទដែលមានការចូលរួមរបស់កកកដែលមានខាងឯកជនក្នុងនោះមានសមាគមមគ្គុទ្ទេសក៍សមាគមភ្នាក់ងារទេសចរខាងសន្តាគារហើយក៏មានខាងដឹកជញ្ជូនបាទហើយយើងក៏សហការជាមួយខាងខេត្តផងដែរខាងខេត្តសាលាខេត្តខាងមន្ទីរទេសចរហើយខាងសហគមន៍ផងដែរហើយយើងក៏បាននិមន្តព្រះសង្ឃក៏បានចូលរួមកិច្ចពិសាមួយយើងផងដែរជាមួយមេភូមិមេឃុំបាទហើយក៏ជាពិសេសយើងក៏បានសហការជាមួយយុវជនផងដែរបាទសសយកគាត់ក៏បានចូលរួមដើម្បីផ្ដល់យោបល់ជាមួយគឺយើងផងដែរបាទ
ก็ប៉ុន្តែទោះបីយ៉ាងណាក៏ដោយបាទថ្ងៃនេះខ្ញុំជាអគ្គនាយករងទទួលបន្ទុកវិស័យទេសចរនៅអប្សរាគឺថាយើងទទួលស្គាល់គឺថានៅកន្លែងខ្លះនៅពេលខ្លះយើងតែមានបញ្ហាទីទួចបាទពាក់ព័ន្ធនឹងវិស័យទេសចរនៅតំបន់អង្គរក៏ប៉ុន្តែសូមបញ្ជាក់ផងដែរគឺថារាល់បញ្ហាទាំងអស់នេះគឺថាក្រុមការងារបានដឹងច្បាស់ហើយយើងក៏បានស្រង់ស្ថិតិហើយជាពិសេសយើងក៏កំពុងតែគិតគូររៀបចំដោះស្រាយដើម្បីដោះស្រាយបញ្ហានេះផងដែរបាទដូច្នេះខ្ញុំទទួលសូមស្វាគមន៍ចំពោះការរិះគន់ដែលមានស្ថាបនាដើម្បីរួមដៃគ្នាកែសម្រួលនៃបញ្ហាទាំងអស់នេះក៏ប៉ុន្តែសូមចាន់ចោលផងដែរចំពោះការរិះគន់ណាដែលមិនមានលក្ខណៈស្ថាបនាក៏ប៉ុន្តែផ្ទុយទៅវិញមានលក្ខណៈការញុះញង់ក៏ដូចជាការបន្លឹះអ្វីដែលកើតឡើងជាជាក់ស្ដែងបាទក៏ដូចជាការរិះគន់ក្នុងបំណងលបាយនយោបាយបាទនេះគឺជាការរិះគន់ដែលយើងមិនទទួលបានទេហើយយើងគួរមិនមានលក្ខណៈចឹងផងដែរបាទដោយសារនេះគឺជាភាពប៉ះពាល់ខ្លាំងមែនទែនទៅដល់កិត្តិយសរបស់អង្គរក៏ដូចជាដល់កម្ពុជាផងដែរហើយកន្លងមកនេះខ្ញុំបានឮថាមានការរិះគន់មួយចំនួនពីអ្នកនយោបាយខ្លះបានលើកថាការរីកចម្រើនរបស់តំបន់អង្គរនេះក៏ដូចជាការកំណើនរបស់ភ្ញៀវទេសចរតំបន់អង្គរនេះគឺថាវាធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនកាន់តែក្រទៅហើយប្រជាពលរដ្ឋមួយចំនួនទៅកាន់តែមានទៅដូច្នេះខ្ញុំសូមបដិសេធទាំងស្រុងចំពោះការរិះគន់នេះហើយសូមបញ្ជាក់គឺថាមិនពិតទេជាក់ស្ដែងយើងបានឃើញថាការរីកចម្រើនរបស់តំបន់អង្គរបានផ្ដល់ផលបាទទៅណាខ្លះគឺទី1ទៅដល់អង្គរបាទគឺថាជាថវិកាមួយដើម្បីឲ្យយើងជួសជុលប្រាសាទឲ្យយើងមានផែនការអភិវឌ្ឍការងារទូទៅក្នុងតំបន់អង្គរបាទបន្ថែមទៀតគឺថាផលនេះបានធ្លាក់ទៅដល់ជុំវិញដែលប្រជាពលរដ្ឋបាទដែលរស់នៅក្នុងតំបន់អង្គរបាទដែលគាត់បានមានឱកាសដើម្បីលក់អីវ៉ាន់របស់គាត់ជាសិប្បកម្មឬក៏អីវ៉ាន់នៅក្នុងតំបន់អង្គរជូនភាពទេសចរហ្នឹងបាទលើសពីនេះយើងក៏បានឃើញថានៅជុំវិញតំបន់អង្គរក៏បានផលផងដែរណាយើងបានឃើញថានៅក្រុងក៏មានបងប្អូនជាច្រើនបានផ្ដល់ជាអាជីវកម្មបាទជាលក្ខណៈមគ្គុទ្ទេសក៍ជាអ្នកបើកបរក៏ជាអ្នកភ្នាក់ងារទេសចរហ្នឹងគឺថាគាត់ដែលនៅជុំវិញតំបន់អង្គរហ្នឹងគាត់បានយកឱកាសដែលភ្ញៀវទេសចរមកហ្នឹងផ្ដល់អាជីវកម្មរបស់គាត់បាទហើយបើយើងនិយាយមួយទៀតគឺថានៅខេត្តទាំងមូលតែម្ដងក៏បានផលច្រើនណាស់ចំពោះវិស័យទេសចរបាទគឺថាការវិនិយោគសេវាកម្មទេសចរក៏បានច្រើនហើយយើងក៏បានឃើញថាតាមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាយើងបានកិច្ចសហការដ៏ល្អបាទជាមួយរដ្ឋាភិបាលអាល្លឺម៉ង់បាទតាមអង្គការ GIZ តាមរយៈខេត្តសៀមរាបនិងអាជ្ញាធរអប្សរាគឺថាយើងបានបង្កើតគម្រោងមួយគេហៅថា Green Belt បាទបកប្រែថាខ្សែក្រវ៉ាត់បៃតងបាទដែលជាគម្រោងមួយសម្ដៅទៅលើខេត្តសៀមរាបទាំងមូលតែម្ដងបាទគ្រប់ស្រុកនៅខេត្តសៀមរាបនេះបានទទួលនៃគម្រោងនេះគឺថាអង្គការនេះបានរៀបចំជាគម្រោងដើម្បីបណ្ដុះបណ្ដាលជូនទៅដល់ប្រជាពលរដ្ឋនៅក្នុងអង្គរផងជុំវិញអង្គរផងក្នុងខេត្តសៀមរាបផងហ្នឹងដើម្បីឲ្យគាត់ចេះដាំបន្លែផងការចិញ្ចឹមសត្វផងការធ្វើសិប្បកម្មផងការយល់ច្បាស់អំពីកសិកម្មឬក៏ការប្រើប្រាស់ជីធម្មជាតិបាទហើយយើងបានឃើញថាការចំណេះរបស់គាត់នេះគាត់អាចបង្កើតជាអាជីវកម្មបានដែលគាត់អាចលក់ទៅក្នុងខេត្តបានឬក៏លក់ទៅទេសចរតែម្ដងបាទយើងឃើញថាសិប្បកម្មមួយចំនួនដែលបានផលិតនៅក្នុងខេត្តសៀមរាបនេះដោយបងប្អូនដែលបានចូលរួមនៅក្នុងគម្រោង Green Belt នេះហើយតាមខ្ញុំដឹងឥឡូវនេះមានជិត 30,000 គ្រួសារនោះបាទដែលបានចូលរួមនៅក្នុងគម្រោង Green Belt នេះបាទហើយគាត់បានឱកាសផ្ដល់បានចំណេះហើយនៅក្នុងបង្កើតជាអាជីវកម្មហើយលក់អាជីវលទ្ធផលនេះទៅប្រជាពលរដ្ឋផងហើយទៅទេសចរផងជាលទ្ធផលនៃគម្រោងនេះបច្ចុប្បន្នគឺថា 12% បាទនៃប្រជាពលរដ្ឋដែលពីមុនគាត់រស់នៅក្នុងក្រោមគេថាក្រោមខាអត្រាក្រីក្រនេះ 12% បានចេញពីបន្ទាត់នេះហើយបាទអញ្ចឹងជាលទ្ធផលជាក់ស្ដែង 12% បានទទួលថវិកាដែលពីមុនមកគាត់អត់ត្រូវបានទទួលទេប៉ុន្តែតាមរយៈគម្រោងនេះគាត់បានចេញពីកម្រិតហៅថាក្រីក្រហើយតាមខ្ញុំដឹងទៀតគឺថាប្រជាពលរដ្ឋដែលបានចូលរួមនៃគម្រោងនេះបានទទួលជាមធ្យមបាទអត្រានៃថវិកាប្រចាំខែនេះគឺថា$190ទៅ$200បាទដូច្នេះនេះគឺជាជាក់ស្ដែងជាភស្តុតាងជាក់ស្ដែងបាទដែលការរីកចម្រើនរបស់វិស័យទេសចរមិនមែនឲ្យបានផលទៅដល់បុគ្គលម្នាក់ឬក៏តាអង្គរមួយទេបាទឬក៏នៅជុំវិញខេត្តតំបន់អង្គរទេគឺថាបានទៅដល់អង្គរផងបានជាពលរដ្ឋរស់នៅក្នុងអង្គរផងតែខ្ញុំចំណាំគឺថាមានមីងម្នាក់គាត់បានលើកថាពីមុនកូនគាត់ដើរទៅរៀនបាទតែឥឡូវគាត់មានកង់ជិះអាកូនហ្នឹងបាទហើយបងវាហ្នឹងថាមានកង់ឥឡូវមានម៉ូតូជិះបាទហើយប៉ាវាហ្នឹងកាលមុនជិះម៉ូតូឥឡូវមានឡានទៅធ្វើការហើយបានដប់គាត់ទៅដើរលេងដែរអញ្ចឹងនេះគឺជាការជាក់ស្ដែងនៃការទទួលផលពីទេសចរណាអង្គរជុំវិញអង្គរ
nơi khai của bạn tuổi đấy họ chỉ bị xe tu tăng một tê của bạn từ tuổi này chủng nô là bóp xe tê cho đấy bà riêng cất mưa thả lấy play một chủng nô nơi khai ni của đôi chia sala rồi cô chạy một đòn sọc hiệp nó cứ tham alloy Việt Nam ảo bàนี่คือtại vì cả chiết họยังเคยทำ xe tê cho bạn trôi lướt bị đọc rồi nó đọc bị từ đọc bay rồi đọc pan rồiนู่นในขนมtại vì cả chiết bà hay lôi nó mà bị ná cứ ở xe tê cho quát trăm bờ rom này cũng có tên sầm bốt trôi làm cố hay lôi ní trôi tới tại vì cả chiết xong tại một đòn bà chắc đối với này xong bạn đã sai tiền xong này lẽ khả đại một cô lúc bạn lược há cài đi chúng ta là bỏ tê chó thưa ai một tê hiếng pu chỉ bì này cứ tham một khang cò tới một khang tiết miên tới mà bên chân tí nên ta thằng óc này ban pol thằng óc này bà đối với này hiếng mình cua vô thằng bọn thằng cô thưa chỉ là bay nhiều bài tí còn bàn tay tôi từ vinh những cô từ room đây cái này không yếm những thì không ai ta mũi này háo ấy không xạ cài một trạng đã chi tiết đầm bấy bằng room cái này khất không thay đã xảเป็นเอกพรจิตน้องตาจิตบ่อยืงเกมรดโดนตาบ่อยืงดวงบนเรื่องบ่อยืงคัดคำอภิวัตใส่เตจอชีริพีบดำใบสังคมท่าอนาคตเพียงเตจอกันแต่เมากันแต่เจริญบ่าเขายังเคยท่าตามเหยียบโซนเตจอยังเปิ้งท่าในชนามปีปอนแบบพีเนี่ยแผ่นชนามเตเตกูท่ายังเปิ้งตุกกูท่าเพียงเตจออันตรจิตน้องมกตุสนากรรมวิชีเปิ้ลลินเนี่ยดูบ่าโดยใช้ยังอาจเกิดบานให้กูท่าแบบเส้นเพียงเตจอมาขมายกันแต่เจริญพอยังบานดังให้กูท่าจิโก้ในการวิชีวิสัยเตจอวัปทัวเนี่ยតំបន់អង្គរគឺជាតំបន់ទេសចរគោលដូច្នេះយើងគាត់យើងនឹងពឹងថាគាត់នឹងមកអង្គរកាន់តែច្រើនហើយបាទអញ្ចឹងយើងត្រូវរក្សាគ្នារួមដៃគ្នាអភិរក្សអភិវឌ្ឍអាជីវភាពហើយក្នុងនេះបើសិនជាបងប្អូនមានបំណងគឺថារិះគន់ជាស្ថាបនាខ្ញុំសូមអញ្ជើញអាចផ្ដល់ជាព័ត៌មានក៏ដូចជាវាយអ៊ីមែលណាជូនទៅលើគេហទំព័ររបស់អាជ្ញាធរអប្សរាយើងក៏ដូចជារបស់ Facebook យើងដែរព្រោះយើងមាន Facebook ដែររបស់អាជ្ញាធរផងហើយយើងក្នុងក្រុមការងារ TMP នេះក៏មាន Facebook ផងដែរបាទតេតិននឹងបញ្ហានៅវិស័យទេសចរឬគំនិតពាក់ព័ន្ធនឹងទេសចរនេះអាចផ្ដល់ជាមេសាជាលក្ខណៈភាសាខ្មែរក៏បានអង់គ្លេសក៏បានទៅតាម inbox មកហើយយើងនឹងយកព័ត៌មានទាំងអស់នេះដើម្បីភាសាទីក្នុងដើម្បីធ្វើម៉េចដើម្បីអភិវឌ្ឍអាជីវភាពបាទសូមអរគុណ